កិត្យានុភាពរបស់ក្រុងបាប៊ីឡូនបានអ្នកដឹងរូបមន្តដើម្បីរកលុយអ្នកអាចរកលុយបានច្រើនតាមសេចក្តីប្រាថ្នានៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិបាប៊ីឡូនគឺជាទីក្រុងដ៏ថ្កុំថ្កើងបំផុតគ្មានទីក្រុងណាអាចប្រៀបបានឡើយឈ្មោះបាប៊ីឡូនគឺជានិមិត្តរូបនៃរតនសម្បត្តិនិងភាពរុងរឿងរតនសម្បត្តិដូចជាត្បូងមាសប្រាក់កែវកងមានច្រើនរាប់មិនអស់បើគិតមួយផ្លេតគេមុខជាយោធាបាប៊ីឡូនប្រាកដជាស្ថិតនៅចំទីតាំងល្អបំផុតណាមួយនៃតំបន់ត្រូពិចដែលសម្បូរទៅដោយព្រៃឈើនិងទីជាក់ជាមិនខានតែធាតុពិតបាប៊ីឡូនគឺស្ថិតនៅតាមដងទន្លេអឺហ្វាត់អាប់ហ្វ្រេតដែលជាតំបន់វាលរាបនិងជ្រលងភ្នំគ្មានជីជាតិគ្មានព្រៃឈើគ្មានរ៉ែសូម្បីតែថ្មសម្រាប់ធ្វើសំណង់ក៏គ្មានម្យ៉ាងវិញទៀតបាប៊ីឡូនក៏មិនស្ថិតនៅចំផ្លូវពាណិជ្ជកម្មថែមទៀតផងចំណែកឯភ្លៀងក៏មិនមានគ្រប់គ្រាន់សម្រាប់ដាំដំណាំដែរតាមពិតកិត្យានុភាពរបស់បាប៊ីឡូនគឺកើតចេញពីសមត្ថភាពនិងទេពកោសល្យរបស់មនុស្សសុទ្ធសាធគឺសមត្ថភាពកែច្នៃជោគវាសនារបស់ខ្លួនរហូតទទួលជោគជ័យដោយអ្វីដែលចង់បានដោយប្រើគ្រប់មធ្យោបាយដែលមានកម្លាំងមនុស្សបានកសាងក្រុងបាប៊ីឡូនឲ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មជាទីក្រុងជំនួញដ៏ធំសម្បើមនិងជាទីក្រុងកកដោយពួកអភិជនរស់នៅបានរយៈពេលរហូតដល់រាប់ពាន់ឆ្នាំនៅពេលកម្លាំងមនុស្សត្រូវបាត់បង់បាប៊ីឡូនក៏ក្លាយជាក្រុងទទេស្អាតគ្របដណ្ដប់ទៅដោយវាលខ្សាច់រហូតមកទល់សព្វថ្ងៃនេះធម្មជាតិបានផ្ដល់ឲ្យបាប៊ីឡូននៅវត្ថុពីរយ៉ាងតែប៉ុណ្ណោះគឺដីនិងទឹកទន្លេប៉ុន្តែបាប៊ីឡូនមានវិស្វករដែលមានសមត្ថភាពខ្ពស់អាចបង្វែរទឹកទន្លេ